ឬប្រយោជន៍នៃការលំបាកនោះក៏អាចប្រព្រឹត្តទៅបានគឺសេចក្តីលំបាកធ្វើឲ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើងធ្វើឲ្យមនុស្សយើងពូកែគិតនឹងធ្វើឲ្យបានជាអ្នកធំទៀតផងប្រៀបដូចដែកដែលគេដុតឲ្យរឹងដូច្នោះឯងការលំបាកប្រដៅឲ្យមនុស្សយើងពូកែក្នុងការជួយខ្លួនឯងព្រោះត្រូវតស៊ូក្រាញនានាដើម្បីយកឈ្នះសេចក្តីលំបាកនោះមានមនុស្សមិនតិចអ្នកដែរទេដែលគេបានល្អមកអំពីសេចក្តីលំបាកដោយកាន់គំនិតថាលំបាកមុនស្រណុកក្រោយពោលគឺមានការអត់ធន់ជាយាមនៅក្នុងរវាងនៃសេចក្តីទុក្ខលំបាកនិងភាពសនុកសុខសប្បាយថ្លៃថ្នូររុងរឿងទៅមកវិញក៏មិនតិចអ្នកដែរដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមកមិនដែលស្គាល់មិនដែលជួបនៅសេចក្តីលំបាកឡើយលុះដល់មានហេតុនាំឲ្យសេចក្តីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួចធ្វើអ្វីក៏មិនកើតចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធ្វើទាំងអស់តម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយមានខ្លះទ្រាំនឹងលំបាកមិនបានក៏ត្រូវបាត់បង់ជីវិតទៅដូច្នេះកូនកុំទៅខ្លាចសេចក្តីលំបាកធ្វើអីត្រូវចាំទុកថាសេចក្តីលំបាកជាគ្រូបង្វឹកកូនត្រូវលួចដំខ្លួនជាមួយនឹងសេចក្តីលំបាកដោយសេចក្តីអត់ធន់ត្រូវយកផលកម្រៃអំពីសេចក្តីលំបាកចម្រើនគុណធម៌ក្នុងចិត្តនិងយកសេចក្តីលំបាកជាមេរៀនដែលកូនត្រូវតែសិក្សាថាអាត្មាអញមិនវិលត្រឡប់ទៅរកសេចក្តីលំបាកទៀតឡើយភ្លើងឆេះព្រៃភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអណែកតែធ្វើឲ្យដែករឹងរិតតែរឹងទុកដុតមនុស្សខ្សោយឲ្យប្រះទីពឹងតែបែមនុស្សរឹងត្រាស់ដឹងសច្ចៈមិនមានអ្វីសល្អជាងគុណធម៌ខន្តីបវរតស៊ូអត់អទឹកតែមួយផ្តិលត្រឹមសើមប្រឡាក់ជាយាមដងចាក់ដាក់ពេញអាងធំវីរោប្រែថាអ្នកខ្លាអង្អាចទុកខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំជាយាមខន្តីបញ្ញាអប់រំឈ្នះអស់ទុកធំជួបជុំគុណកប់លទ្ធផលការងារជាតម្លៃមនុស្សធ្វើការដោយព្យុះជំរុះអភ័ព្វជំនះឧបសគ្គប្រចាក់កំណប់គុណធម៌ជាទ្រព្យជាប់តាមជីវិតមនុស្សដែករឹងប៉ឹងតែមិនរឹងរូសព្យាយាមជំរុះមានះក្នុងចិត្តទន់កាយវាចាមេត្តាមានពិតតែរឹងប្រព្រឹត្តសុចរិតដូចដែក7ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់ការកូនទៅបម្រើការងាររាជការឬក៏ទៅធ្វើការស៊ីឈ្នួលអីគេគឺកូនធ្វើការអ្វីក៏ដោយចូលកូនធ្វើឲ្យពេញដៃពេញជើងប្រឹងប្រែងឲ្យអស់សមត្ថភាពឲ្យសមនឹងតម្លៃប្រាក់ខែឬក៏តម្លៃឈ្នួលបើសិនបើកូនធ្វើឲ្យលើសជាងប្រាក់ខែឬក៏តម្លៃឈ្នួលនោះក៏រឹតតែល្អកុំធ្វើការគ្រាន់តែដើម្បីឲ្យបានប្រាក់តែម្យ៉ាងកុំគិតត្រឹមតែឲ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធ្វើការងារដើម្បីឲ្យជាការងារសម្រេចដោយល្អផងទៅជាការសមរម្យនោះយើងគួរជាមនុស្សមានទឹកចិត្តកុំជាមនុស្សខ្វះទឹកចិត្តឲ្យសោះមនុស្សដែលធ្វើការលើសអំពីតម្លៃនៃប្រាក់ខែប្រាក់ឈ្នួលដោយការពេញចិត្តសម្ដែងដល់ចិត្តដែលមិនយកប្រៀបលើគេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិតប៉ុន្តែសម្រាប់ការងារបានល្អនាំឲ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខសេចក្តីរីករាយជាសុខនេះឯងជាខ្លឹមសារសំខាន់នៃជីវិតដែលមិនអាចរកទិញនៅទីណាបានឡើយក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯងកាលដែលមនុស្សយើងមានទឹកចិត្តចិត្តក៏រមែងមាននៅទឹកសម្រាប់ផ្សើមឲ្យស្រស់បោះតិចប្រសិជ្ជៈនៅសេចក្តីកំណាញ់និងការចរណែនជាដើមខុសអំពីមនុស្សដែលមិនមាននៅទឹកចិត្តមនុស្សដែលមិនមានទឹកចិត្តក្រៅអំពីចិត្តរបស់គេមិនមានការរីករាយជាសុខនៅក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀមក្រោះដោយស្រែដែលខ្វះទឹកអញ្ចឹងឯងចូលកូនប្រខាត់ខ្លួនឲ្យបានទៅជាមនុស្សមានទឹកចិត្តចូលកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេ
ឬជាអ្វីដែលមិនល្អឲ្យសោះកូនត្រូវគិតដូច្នេះវិញថាវាជារឿងនៃទឹកចិត្តដែលនឹងក៏បីមានឲ្យដល់គ្នាដើម្បីបាននៅធ្វើការងារជាមួយគ្នាអស់កាលដ៏យូរហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណាកូន8រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់មួយយ៉ាងរបស់មនុស្សយើងកូនត្រូវប្រយ័ត្នពីរយ៉ាង1មុននិយាយ2និយាយរួចហើយមុននិយាយកូនត្រូវគិតមុខគិតក្រោយឲ្យល្អនិងកាលដែលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយពាក្យដែលយើងនិយាយចេញទៅហើយគឺជាចវាយនាយរបស់យើងណាកូននឹងបង្កប់ឲ្យយើងត្រូវតែធ្វើតាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធ្វើឲ្យបានទៅតាមសន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរដើម្បីរក្សាសម្ដីកូនហើយរឿងពាក្យសម្ដីនេះមនុស្សទាំងឡាយគេកាន់យកណាស់បើបងសម្ដីទៅហើយអ្វីៗដទៃទៀតសំបីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចគេឈ្មោះក្នុងការមិនរក្សានៅសម្ដីដូច្នេះហើយទៅបុរាណពោលថាមនុស្សគេយកសម្ដីដំរីគេយកភ្លុកព្រោះហេតុនេះនៅពេលកូនគិតថាខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដីហើយបើកូនមិនចង់លំបាកគឺកូនកុំចេះទៅទទួលពាក្យគេដោយងាយងាយនោះត្រូវពិចារណាឲ្យល្អជាមុនថាការទទួលពាក្យគេហើយអាត្មាអញនឹងធ្វើបានយ៉ាងនោះដែរឬទេគឺត្រូវគិតឲ្យល្អិតល្អន់ស្រួលបួលជាមុនសិននោះយើងបើរក្សាពាក្យសម្ដីខ្លួនឯងទុកមិនបានទៅហើយទៅអាចរក្សាអ្វីបានទៅព្រោះអំបាលពាក្យសម្ដីជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផងចំណងបើរបស់រតីក្រៅខ្លួនធ្វើដូចម្ដេចនឹងរក្សាបានដូច្នេះទើបម៉ែឪដាស់តឿនឲ្យកូនពិចារណាឲ្យល្អមុននិយាយមុនសន្យាអ្វីៗជាមួយនឹងអាណាហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយងាយងាយឡើយមនុស្សដែលបង់ពាក្យបង់សម្ដីសំបីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិតតែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធ្វើឲ្យបានយ៉ាងណានោះក៏គេដកសេចក្តីទុកចិត្តដែរចូលកូនកុំជាមនុស្សនិយាយលេះលោះឬនិយាយកុហកសំបីតែដើម្បីសើចលេងឡើយនឹងចូលកូនចាំទុកថាពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ចូលកូនចាំពាក្យខាងក្រោមនេះពាក្យសម្ដីជាការងារដ៏ធំបណ្ឌិតរមែងរក្សាសច្ចៈនិយាយតិចតែបានការប្រសើរជាងនិយាយច្រើនឥតប្រយោជន៍មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេគុណធម៌មិនមែននៅនឹងអណ្ដាតទេគឺស្ថិតនៅតែក្នុងចិត្តប៉ុណ្ណោះ9ចិត្តមួយថ្លើមួយកូនជាទីស្រឡាញ់ធัวដែលនឹងធ្វើឲ្យគូគ្រងនៅជាមួយគ្នារហូតតទៅនោះគឺការស្មោះត្រង់ដល់គ្នាមិនក្បត់ចិត្តគ្នារក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯងសច្ចៈតាំងចិត្តស្មោះត្រង់មានតួនាទីធ្វើជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងរបស់ភរិយាឲ្យជាប់គ្នាកាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយអ្វីដតីផ្សេងទៀតដូចជាការយល់ចិត្តគ្នាការឲ្យអភ័យសេចក្តីអត់ធន់ការបរិច្ចាគលះបង់ការទូនមានចិត្តនិងការដឹងគុណគ្នាទៅវិញទៅមកជាដើមក៏រមែងតាមមកដង្ហែនៅសច្ចៈនេះឯងការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមីជាហេតុធ្វើឲ្យគ្រួសាររស់នៅជាសុខមិនឆ្លោះប្រកែកទាស់ទែងលែងលះគ្នាមិនរង្គៀសសង្ស័យគ្នាមិនប្រច័ណ្ឌគ្នាជាដើមដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមីគួរថែរក្សាថ្នាក់ថ្នមទុកឲ្យល្អជាទីបំផុតដល់ពេលកូនមានគ្រួសារកូនត្រូវតែចាប់យកនៅការស្មោះត្រង់នេះមករក្សាទុកកំខាន
ដើម្បីឲ្យគ្រួសាររបស់កូនបានសុខសប្បាយនិងភ្លឺស្វាងបើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះនឹងរស់នៅមិនបានសុខឡើយកូនគិតមើលចុះការដែលឃើញមុខគ្នានឹងរស់នៅជាមួយមនុស្សដែលមិនស្មោះត្រង់នោះតើមានការចង្អៀតចង្អល់តូចចិត្តលំបាកចិត្តយ៉ាងណាកូនគង់តែគិតឃើញមិនខានដូច្នេះទើបប្តីប្រពន្ធមិនត្រូវប្រព្រឹត្តឲ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយពោលគឺមិនត្រូវក្បត់ចិត្តគ្នានោះយើងបើសំបីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយតើត្រូវរក្សាអ្វីឲ្យដល់គូគ្រងរបស់ខ្លួនបានទៅហើយនឹងត្រូវរក្សាសេចក្តីល្អអ្វីដទៃទៀតបានដែរទៅការដែលគួរជឿទុកចិត្តនិងយោសេរីរបស់មនុស្សយើងនេះគឺចាប់ផ្ដើមពីសច្ចៈនេះឯងមានតែមនុស្សដែលរក្សានៅសច្ចៈមានការស្មោះត្រង់តែប៉ុណ្ណោះដែលគួរឲ្យជឿទុកចិត្តបានចំណែកមនុស្សដែលខ្វះសច្ចៈសំបីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯងហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះវាជាការលំបាកនឹងឲ្យជឿណាស់គ្រប់ទីកន្លែងដែលគេតែងតែប្រកាន់រហូតមកគឺថាជាការអាប់អោនកិត្តិយសខ្លាំងណាស់ក្នុងរឿងដែលមិនមានចិត្តមួយថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឲ្យដល់អ្នកដទៃជាពិសេសស្ត្រីខ្មែរបើកូនប្រុសស្រីមានបំណងចង់ជួបគ្នាជាភរិយាស្វាមីឲ្យមានសេចក្តីសុខសាន្តតភពជាតិកំណើតរហូតដល់បរមសុខគឺព្រះនិព្វានកូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានការបរិច្ចាគស្មើគ្នានិងមានបញ្ញាស្មើគ្នាព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកម្មយកមិនចេះអាងអញយ៉ាងនេះអាងអញយ៉ាងនោះឡើយ10ព្រមល្ងងខ្លះល្អណាស់កូនកូនជាទីស្រឡាញ់ការដែលយើងធ្វើខ្លួនជាមនុស្សមានទឹកចិត្តមានការស្មោះត្រង់និងមានការស្រឡាញ់យុត្តិធម៌នោះអ្នកដទៃគេអាចមើលមកថាយើងល្ងងមិនចេះរស់ស៊ីមិនចេះចង់មានចង់បានមិនចេះឆក់ឱកាសកូនហើយព្រមឲ្យគេថាទៅចុះព្រមឲ្យគេថាល្ងងល្អជាងកូនជាមនុស្សមិនមានទឹកចិត្តមិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌កូនធ្វើការដោយស្មោះត្រង់មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវសូម្បីមិនសូវមានទ្រព្យលើសអំពីការប្រើប្រាស់ដោយគេក៏ដោយតែកូនសប្បាយចិត្តគ្រួសារយើងអាចខ្វះខាតខ្លះប៉ុន្តែមានការកក់ក្ដៅរស់នៅឃើញមុខគ្នាមិនគិតខ្វល់ឬរង្គៀសចិត្តក្នុងរឿងអ្វីច្រើនដែររវាងការមានបានទ្រព្យសម្បត្តិតែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យពីរយ៉ាងនេះដែលកូនជ្រើសរើសយកមួយណាមានមនុស្សមួយចំនួនមានមុខមាត់នៅក្នុងសង្គមមានពេលវេលាដើរតាក់ទងយកចិត្តយកថ្លើមអ្នកដទៃជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯងឬក៏ត្រូវស្ទុះទៅលិចស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានលហែឲ្យពេលទៅជាផលប្រយោជន៍ខាងក្រៅផ្សេងច្រើនជាងឲ្យដល់គ្រួសារឬពំនុះសោតត្រូវប្រឹងប្រែងជាយាមបញ្ចុះបញ្ចែងអ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះដូច្នេះឯងដែលគាត់គិតថាខ្លួនគាត់ឆ្លាតបានជាភ្លេចថាព្រោះការឆ្លាតរបស់ខ្លួនឯងនោះបានធ្វើឲ្យខ្លួនមិនមានពេលបរិភោគឬបរិភោគខុសពេលមិនមានពេលដេកមិនមានពេលសម្រាកនិងមិនមានពេលឲ្យដល់គ្រួសារគ្រប់គ្រាន់ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅកូនហើយពិតមែនហើយថាក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឲ្យតែមានប្រាក់គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្តក្នុងជីវិតទៅសពគ្រប់នោះទេមានស្ត្រីជាភរិយាច្រើនណាស់ដែលមិនខ្វះទ្រព្យសម្បត្តិមានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រកដីមានមុខអាប់ស្រពោនព្រោះខ្វះភាពកក់ក្ដៅពីស្វាមីនោះឯងមនុស្សដែលគិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះត្រូវចោលប្រពន្ធចោលកូនជារឿយខ្វះការស្មោះត្រង់ជាមួយនឹងមួយខ្វះធัวសន្តោសមកលោភលន់រស់ស៊ីទុច្ចរិតខ្វះយុត្តិធម៌ឡាកូនហើយក្នុងរឿងទាំងអស់នេះបើថាគេថាឲ្យកូននឹងឯងងងមែនទែនព្រោះតែមិនចេះដូចគេគឺជាការល្អណាស់
កូនចេះត្រឹមតែការងាររបស់កូនដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានភាពកក់ក្ដៅដូច្នេះកូនត្រូវរស់នៅដោយសេចក្តីសុខសប្បាយក្បាលដល់ខ្នើយកូនគេងលក់មិនចាំបាច់យកដៃគោងថ្ងាសឡើយណាកូន11ឲ្យអភ័យកូនជាទីស្រឡាញ់ក្នុងโลกនេះមិនមាននរណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមាននរណាធ្វើអ្វីឲ្យត្រូវចិត្តយើងគ្រប់បែបគ្រប់យ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងណាក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬក៏ធ្វើអ្វីមិនត្រូវចិត្តមិនត្រូវអធ្យាស្រ័យរបស់កូនកូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកទាស់ទែងអ្វីនឹងគេឡើយកូនត្រូវនៅឲ្យស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់លាស់សិនសុំនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយការកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុក្ខគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យយ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចសេចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តថាជាគ្នាឯងមិនមានស្នៀតមិនកលិចកលុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តបកគលការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នកដទៃឡើយបើកូនឲ្យអភ័យដល់អ្នកដទៃបានកូននឹងបាននៅការសុបាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នកដទៃបានកូននឹងនៅក្នុងទីណាក៏នៅបានមិនមាននរណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះព្រោះហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត12មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬក៏ពេលអបសុខឡើយរមែងជាប់តាមយើងទៅបានគ្រប់ទីកន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់តែមែនទែនគឺនៅក្នុងបន្ទប់គេងមិនថាកូនជាអ្វីកូននៅក្នុងទីណាកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនជាយាមអានសៀវភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឲ្យខាតពេលពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានបានស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសៀវភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សៀវភៅអ្វីដែលកូនអានហើយចូលកូនពិចារណាថាគួរជឿតាមអ្នកសរសេរឬក៏មិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនាក៏ផ្សេងគ្នាដែរដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតន់អាលជឿ
ចូលកូនចាំទុកថាសិភៅគឺជាគូក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសិភៅល្អឈ្មោះថាជាការបញ្ចូលគូក្បាលរបស់អ្នកចេះដឹងមក